នៅវិទ្យាល័យមួយមានសិស្សស្រី2នាក់ជាសម្លាញ់នឹងគ្នាឈ្មោះវឌ្ឍីនិងសុផានីអ្នកទាំងពីរអង្គុយជាប់គ្នារាល់ម៉ោងដោយអេឡិចត្រូនជាប់នុយក្លេអ៊ែរសុផានីជាសិស្សពូកែរូបវិទ្យាគ្រូសួរអំពីច្បាប់ញូតុននាងឆ្លើយលឿនជាងសម្លេងទៅទៀតប៉ុន្តែវឌ្ឍីវិញគ្រូរិទ្ធសួរថាវឌ្ឍីដឹងទេថាតើ voltage មានឯកតាអ្វីវឌ្ឍីឆ្លើយទាំងជឿជាក់ Sir it has emotional damage សិស្សក្នុងថ្នាក់សើចផ្អើលវឌ្ឍីនេះម៉ោងរូបវិទ្យាមិនមែនកម្មវិធី America's Got Talent ទេរាល់ថ្ងៃពួកគេជួយបង្រៀនគ្នាសុផានីអានប្រយោគអង់គ្លេសថា The electrons are very exciting that's វឌ្ឍីប្រញាប់កែអត់មែន exciting ទេត្រូវ excited ព្រោះ electron វារត់ជុំវិញ nucleus អស់កម្លាំងហើយសិស្សក្នុងថ្នាក់ហៅអ្នកទាំងពីរថា Wi-Fi និង Bluetooth ព្រោះនៅឆ្ងាយប៉ុណ្ណាក៏ connect គ្នាបានតែថ្ងៃមួយដល់ម៉ោងប្រឡងរូបវិទ្យាគ្រូរិទ្ធដើរចូលថ្នាក់មុខតឹងដូច capacitor ផ្ទុកភ្លើងពេញការប្រឡងចាប់ផ្ដើមវត្តៃមើលសំណួរកណនាកម្លាំង F នាងសរសេរ S ស្មើ Facebook Bless you secretly makes a V sign and tells that it is voltage misunderstands and makes a love you sign back នេះម៉ោងប្រឡងឬ K-drama Although I don't understand physics, I understand friendship energy ចម្លើយអត់ត្រូវទេតែ creativity អាចបំភ្លឺភពផែនដីបាន